ការគេងយប់ជ្រៅ sleep deprivation មានផលប៉ះពាល់ច្រើនលើសុខភាពរាងកាយនិងផ្លូវចិត្តអ្នកអាចជួបប្រទះបញ្ហាទាំងនេះ1ផលប៉ះពាល់ដល់សុខភាពរាងកាយបញ្ហាបេះដូងបន្ថយការបញ្ចេញនៃអង់ស៊ីមដែលជួយកាត់បន្ថយជាតិខ្លាញ់និងសម្ពាធឈាមថយទម្ងន់ប្រព័ន្ធភាពស៊ាំងាយឆ្លងជំងឺដូចជាផ្តាសាយនិងឆ្លងវីរុសការកើនទម្ងន់ជំងឺមិនគ្រប់គ្រងអាហារនិងការជាតិស្ករក្នុងឈាមសម្រាប់អ្នកមានអនាម័យអាហារបញ្ហាសរសៃប្រសាទកាត់បន្ថយសមត្ថភាពប្រើប្រាស់តួអក្សរឬចងចាំអ្វីថ្មី2ផលប៉ះពាល់ដល់ផ្លូវចិត្តអារម្មណ៍មិនស្ថិតស្ថេរងាយខឹងងាយធុញទ្រាន់និងមានបញ្ហាសម្ព័ន្ធសង្គមការថយចុះប្រសិទ្ធភាពក្នុងការសម្រេចចិត្តពិបាកក្នុងការគិតគូររឿងសំខាន់ធ្វើឲ្យបង្រួនកម្រិតនៃជំងឺស្វ័យប្រវត្តិឧទាហរណ៍ដូចជាជំងឺ stress depression ឬអារម្មណ៍មិនសប្បាយជានិច្ច3ផលប៉ះពាល់ដល់សមត្ថភាពសិក្សានិងការងារបាត់បង់អត្ថភាពផ្ដោតអារម្មណ៍ធ្វើឲ្យការរៀនឬការធ្វើការមិនមានប្រសិទ្ធភាពបន្ថយការចងចាំអាចភ្លេចលម្អិតសំខាន់និងអត់ចងចាំបានយូរការឱកាសធ្វើខុសជាពិសេសសម្រាប់ការងារដែលទាមទារការប្រុងប្រយ័ត្នឧទាហរណ៍ background ឬការ connect net 4ផលប៉ះពាល់ដល់អាយុជីវិតបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជាជំងឺទឹកនោមផ្អែមប្រព័ន្ធសរសៃប្រសាទនិងជំងឺបេះដូងធ្វើឲ្យអាយុជីវិតខ្លីតាមការស្រាវជ្រាវអ្នកគេងយប់ជ្រៅជាច្រើនអាចមានអាយុជីវិតខ្លីជាងអ្នកគេងបានគ្រប់គ្រាន់ដំណោះស្រាយសាកល្បងគេងឲ្យបានយ៉ាងតិច 7-8 ម៉ោងក្នុងមួយយប់ជៀសវាងការប្រើអេក្រង់ទូរស័ព្ទកុំព្យូទ័រ 1-2 ម៉ោងមុនពេលចូលគេងអនុវត្តការចងជើងហាត់ប្រាណឬអានសៀវភៅមុនចូលគេងសាកល្បងបង្កើតការវិភាគគេងបែប TEL ដូចគ្នារៀងរាល់ថ្ងៃដូច្នេះការគេងយប់ជ្រៅមិនត្រឹមតែធ្វើឲ្យអ្នកធុញទ្រាន់ប៉ុណ្ណោះទេប៉ុន្តែវាអាចប៉ះពាល់ដល់អាយុជីវិតនិងសុខភាពទូទៅផងដែរ